ក្រុមសិល្បៈលោកកែសុភ័ណ្ឌប្រចាំក្រុងកំពង់ចាមយើងខ្ញុំមានកិត្តិយសបានពំនាំនៅផ្ទាំងទស្សនីយភាពនេះល្ខោនបាសាគឺរឿងព្រះនាងសុភវតីឬវរណេតវរនិតមានព្រះនិមហៅថាចក្រពុត្រាបានដូចប្រាថ្នាចក្រពុត្រាយាស្ដេចអំបូមាហើយគ្រប់គ្រងនៅនគរសន្ធប់កោះក្រាច់
ឆ្ងាយដើម្បីវិលចូលទឹកដីបរិនគរពិតប្រកបហើយនៃតម្រេវិជាតែកំហាត់រៀនអស់រយៈកាលជ្រុនឆ្នាំមិនដែលបានប្រើសាប់បងឡាក់បើមិនដូច្នោះនឹងសុទ្ធមុនគុំជាថាហោះហើលើវេអាចូលទឹកដីបរិនគរសិនបានចុះមកឋានកណ្ដាលបានទទួលរាជបញ្ជាពីព្រះគុណជាម្ចាស់ឲ្យមកតាមថែរក្សាព្រះនាងសុពតទេវីអូទេពបុតារាមកណោពេលរក្សានៅតាមវត្តពិតសុខស្អាតណាស់អូនហើយមើលនងអេយ៉ាប្រៃប្រឹក្សាមកឋានកណ្ដាលមកតាមថែរក្សាព្រះនាងសុភទាទេវីដាច់ត្រូវជាអនុត្រីរបស់ស្ដេចបន្ទុំពប៉ុន្តែមិនអីទេនៅពេលនេះបងនឹងនាំអូននៅលេងខ្លួននៅទីព្រៃនេះសិនណៅណាមនាលទេវបុត្រតារាទេវបុត្រកុមារហេតុអីមិនស្ដាប់បណ្ដាំយើងហេតុអីអ្នកទាំងពីរធ្វើខុសនៅរាជបញ្ជាយើងឲ្យតាមថែរក្សាព្រះនាងសុភទាទេវីតែបែរជាមកលេងនៅទីព្រៃត្រេកត្រអាលជាមួយនឹងគេនរាគេនរីទាំងឡាយរីករាយជាមួយនឹងព្រៃព្រឹក្សាអ្នកទាំងពីរត្រូវតែមានទោសទេវបុត្រតារា
ឯងជាបងបែរនាំប្អូនប្រឡែងសប្បាយឯងត្រូវតែមានទោសឧបដឹកនៅក្នុងផ្ទាំងសិលារងចាំជួយសង្គ្រោះទេវបុត្រដែលចូលមកចាប់បដិសន្ធិក្នុងឧត្តរសុភទាទេវីហើយទេវបុត្រកុមារឯងត្រូវបែកគ្នាត្រូវទៅរស់នៅនាឋានបាតាបំរើស្ដេចភូជង្គនាគពេលវេលាដែលអស់កម្មអស់ពីអ្នកទាំងពីរគឺនឹងបានជួបជុំគ្នាវិញដល់ពេលហើយដល់ពេលហើយ បានបបាយចិត្តខ្លាំងណាស់ហប់ថ្ងៃនេះមហាប្រាជ្ញាគឺមានទេអំណាចណាអមតាក្រមេយ៉ាគឺតាមហាអបរាជមានទេឈ្មោះល្បីយ៉ាអមតាស្រមេយ៉ាអ្នកណាគោខ្លាចណាចង់បានល្បីយ៉ាបានមុនមិនណាមានអ្នកណាប្រឆាំងជាមួយយ៉ាមហាអបរាជជាច្រើនឆ្នាំហើយបានគិតលងពុតព្រះអង្គបាននាំនាងសុភ័ទាទេចូលមកក្នុងមហានគរនេះប៉ុន្តែកូនស្រីរបស់ខ្ញុំខេមានាងជាមហាវ័យទី2មួយថ្ងៃនាងតែងតែពិបាកចិត្តចាប់មកនេះហើយមិនឃើញកូនរបស់ខ្ញុំចូលមកជួបខ្ញុំដូចធ្លាប់មួយដងចឹង
កូនឈរទៅខាងអីណាតាហោ បាទលោកម្ចាស់ ចាញ់មកជួបយើងមកផ្លែត នាងទូងគុំថ្វាយបង្គំក្រាបទូលលោកមហាឧបរាជសូមជម្រាបសួរបាទ ល្អហើយតាហោថ្ងៃនេះយើងហៅលោកមកជួបនឹងយើងគឺយើងចង់ឲ្យលោកគុនគូមើលថាតែនៅក្នុងផ្ទៃរបស់ព្រះនាងពភទាទេវីតែកូនស្រីឬមួយក៏ប្រុសតែអនាគតទៅគេកើតមកនោះតែក្នុងទឹកដីបរិយនគររបស់យើងបានផុកទុកឬមួយក៏យ៉ាងណា អូលោកមហាឧបរាជហើយខ្ញុំមកនេះចង់ឲ្យខ្ញុំគុនគូជើងលេខចង់ដឹងអំពីព្រះរាជបុត្រដែលនៅក្នុងផ្ទៃរបស់ព្រះនាងសភ័តទាទេវីមែនទេលោកម្ចាស់ ពុតមែនហើយឧបរាជ បាទខ្ញុំគុនគូសិនរបូតក្បាល រៀបចំឲ្យព្រួលបួល បញ្ញាប់ពេក តាហៅឡើងឡើងទៅចាំចាំមកតាមនេះ ហើយ ចឹងរបងបើវារបូតទៅបើហៅយើងមក មិនថាអីទេរបូតអីក៏របូតប៉ុន្តែគុនគូឲ្យវាឆាប់ បាទពីរម្ដងពីរពីរពីរដង4ពីរ3ដង122អូណាលោកមហាឧបរាជ យ៉ាងម៉េចហើយ តាមការពុតបុត្រនៅក្នុងផ្ទៃរបស់ព្រះនាងសភ័តទេវីគឺជាព្រះរាជបុត្រាណាលោកម្ចាស់ អូបត្រា បាទ តែតទៅថ្ងៃមុខក្នុងទឹកដីបរិយនគរយើងបានផុកទុកឬមួយអូយ៉ាងណា បាទលោកម្ចាស់អូលោកមហាឧបរាជតាមការពិតបុត្រណានៅក្នុងផ្ទៃរបស់ព្រះនាងសភ័តទេវីនោះគឺជាទេវបុត្រចុះមកចាប់បដិសន្ធិតទៅថ្ងៃអនាគតព្រះរាជាបិតារបស់គេនឹកទៅរាជសម្បត្តិហើយនឹងមហានគររុងរឿងជាមិនខានទេណាលោកម្ចាស់បាទ ឯគុនគូឃើញឬមួយក៏អាចច្រឡំទេ អត់ទេអត់ច្រឡំទេលោកម្ចាស់ មិនអីទេចាំនោះតាហោចាប់ក្រកឡើងមក ក្រោកឡើយអត់បានលុយទេ ចាំយកឲ្យរង្វាន់ប៉ុន្តែយើងមានផែនការមួយទុកឲ្យលោកជាអ្នកមកចុះជួយជាមួយនឹងយើង បាទ អត់មានកក់លុយអីខ្លះសិនទេ អត់តអីឲ្យទៅជាចាំយើងស្វឹកប្រាប់ បាទអូ លោកម្ចាស់ថាម៉េចមិញ តើ បាទស្ដាប់អត់ច្បាស់ មិនច្បាស់ បាទ ឲ្យទៅជា អូមិនអីទេលោកម្ចាស់មិនអីទេចាំខ្ញុំធ្វើតាមណាលោកម្ចាស់ណា ល្អតើ បាទ ប៉ុន្តែរឿងនេះគឺដឹងតែយើង3នាក់នោះទេមិនឲ្យជនទី4ដឹងនោះឡើយ ណាអត់មានរង្វាន់អី បានហើយណាលោកតាហៅ ណា រឿងទាំងអស់នេះបើសិនជាតាហៅធ្វើបានសម្រេចនោះខ្ញុំនឹងមានរង្វាន់ឲ្យលោកតាហៅយ៉ាងធំណាស់តា រង្វាន់អីទៅពនាង បាត់មែនហើយមានប្រពន្ធដងទុំ មានប៉ុនដងទុំ មិនតែប៉ុណ្ណោះនោះមានប្រពន្ធអាយុ18មួយទៀតណាតា កំមុំខ្ចីញញ ចា អូមិនអីទេពនាងឥឡូវទូបង្គំសម្រាប់ចិត្តថានឹងព្រមធ្វើបំណងតាមបំណងរបស់ពនាងទាំងអស់ណាលោកណាក្រាបទូល មិនអីទេណាលោកតា ល្អតើ បាទ អើចឹងទៅរកកន្លែងបំរើពេលណាដែលយើងត្រូវការលោកនោះចាំយើងឲ្យលោកចេញមកជួបនឹងយើង បាទវាប៉ុនដងទុំពីណាមចង់បាន ប្រៃក្មេងម្នាក់យក18ឆ្នាំចេញញញ ចៃញញលោកម្ចាស់ខ្ញុំលាសាណាណាលោកម្ចាស់ ទៅចុះ បាទពនាងទូអង្គមលាសាណាក្រាបទូល តាទៅចាំណាលោកតា អេម៉ា ចាពុក ឥឡូវនេះផែនការទី1របស់ពុកតាហៅបានចូលដៃជាមួយនឹងពុកទៅហើយឥឡូវនេះកូនឆាប់ដំណើរចូលទៅក្នុងរោងជំនុំមុនពុកទៅចុះ ចាពុក កុំឲ្យគេហ្វងខ្វាយហ្វងនេះទេ ជិះទៅវិញណាពុក
អូប៉ុន្តែគិតថាមុននឹងចាញ់ពីមានរបស់ខ្ញុំដំណើរទៅចុងភូមិដើម្បីទៅជួបយាយមកបើមិនចឹងដំណើរទៅជួបយាយមកវិញអូនៅនេះព្រឹកព្រៀងស្វាងឡើងពលឺនៃព្រះតិនកដល់បវរក្រហមចិនចៅអំពីទិសបូព៌ាលីបានចែងចាំងរស្មីឬភ្លេចព្រះបាននឹងកំតិចសវណ្ណស្វាងឡើងព្រះអាទិត្យដែលបញ្ចេញឆពណ៌រស្មីម្លឹងធ្វើឲ្យនគរព្រះរាណសីទាំងមូលទទួលបាននូវសេចក្តីសុខក្សេងខ្សាន្តសោភ័ណ្ឌទាំងនេះហើយដែលបណ្ដាលដួងចិត្តរបស់ខ្ញុំឲ្យមានការរំភើបពេកណាស់ត្បិតអីព្រះមហាសីដែលកំពុងតែមានផ្ទៃទៅហើយបុត្ររបស់ខ្ញុំក៏ត្រូវចិត្តប្រសូតឃើញពលឺព្រះអាទិត្យទៅទៀតឡើងហើយពីលៀងសេនាទាំងអស់គ្នារកកន្លែងគួរសមចុះមែនហើយចុះមិនឃើញសពតទេនៅក្នុងព្រះដំណាក់ត្រូវមើលថែរក្សាព្រះមហាសីរបស់យើងផងត្បិតអីព្រះនាងពេលនេះគឺកំពុងតែគ្រប់ខែទៅហើយចុះខែមកនៅណាទៅអូលោហើយខែមកអូនបានទៅមើលអ្នកសុផតទាដែរទេព្រះបងខ្ញុំម្ចាស់ទៅមើលម្ចាស់បងតាครับទូលបងចង់ដឹងអំពីសុខទុក្ខសុផតទារយៈកាលច្រើនឆ្នាំដែលយើងបានអភិសេកនឹងគ្នាតែសុផតទានាងមានផ្ទៃពោះគម្រប់ខែទៅហើយត្រូវតែអូនយកចិត្តទុកដាក់ផងទេខ្ញុំម្ចាស់សប្បាយចិត្តជាមួយព្រះអង្គខ្លាំងណាស់ครับទូលនេះតែយើងសុផតទាចូលមកជួបបងនេះសេនាតែអញ្ជើញលោកអបរាជចូលជួបយើងសុផតទាអូនយ៉ាងម៉េចទៅហើយអូនសុផតទាដួងចិត្តបងអើយអូនត្រូវថែប្រកាយឲ្យបានល្អត្បិតអីកូនរបស់យើងដែលកើតមកគឺនឹងបានឃើញពលឺព្រះអាទិត្យ
ដែលត្រូវទទួលពរជ័យអំពីទេវតាអូនណា ព្រះបងម្ចាស់កូនប៉ុនបារមីព្រះស្វាមីនឹងណាក្រាបទូល ឡងណាពេលនេះបងគិតថានឹងទុករាជកិច្ចទាំងអស់សម្រាប់លោកមហាឧបរាជហើយបងនឹងនាំអូនទៅដើរលេងកម្សាន្តតែគ្នាតែម្ដងមានរឿងអ្វីមែនទេលោកឧបរាជ ទូព្រះបង្គំបានដំណឹងថានៅឯជាយដែនរបស់យើងគឺមានដំរីសភ្លុកខៀវកំពុងតែហ៊ានជើងចូលមកក្នុងព្រំដែនរបស់យើងណាក្រាបទូល ដំរីសភ្លុកខៀវជាការប្រពៃណាលោកឧបរាជដំរីសភ្លុកខៀវមកដល់ជាយដែននគរយើងទៅហើយមិនត្រូវឲ្យវារត់រួចទេចាប់វាចូលមកក្នុងនគរយើងឲ្យបានរួចទេ ប៉ុន្តែទូព្រះបង្គំគិតថាទូព្រះបង្គំមិនអាចទៅចាប់ដំរីបានទេគឺមានតែព្រះអង្គតែប៉ុណ្ណោះជាអ្នកមានបុណ្យបារមីក្រាបទូល អូមែនហើយលោកមានតែយើងដែលអាចចាប់ដំរីសបានក៏ប៉ុន្តែព្រះមហាសីរបស់យើងនាងគ្រប់ខែទៅហើយលោកអូយើងទៅចោលនាងមិននឹងកើតទៅ ព្រះអង្គធំព្រះអង្គថាយើងទៅចាប់ដំរីសភ្លុកខៀវចំណែករឿងព្រះនាងមហេសីរបស់ព្រះអង្គនោះមានកូនស្រីទូព្រះបង្គំហើយនឹងទូព្រះបង្គំជាអ្នកមើលហើយព្រះនាងក្រាបទូល ហើយណាក្រាបទូលព្រះស្វាមីយើងទៅចាំរឿងម្ចាស់មកខ្ញុំម្ចាស់ចាំគាត់ថែណាព្រះអង្គ តាំងអំពីដំណរបៃតាមកព្រះអង្គមានព្រះបន្ទូលជារឿយៗទៅហើយដំរីសភ្លុកខៀវជាដំរីត្រជាក់ត្រជុំពុនពេកណាបើកាលណាដំរីនៅក្នុងព្រះមហានគរអ្នកណានោះនគរអ្នកនោះនឹងទទួលបានសេចក្តីសុខក្សេមក្សាន្តរហូតទៅប្រជារាស្ត្រក៏ត្រូវតែត្រជាក់ត្រជុំយ៉ាងនោះដែរឥឡូវនេះយើងសម្រេចចិត្តថាយើងនឹងនាំពលរដ្ឋសេនាទៅតាមចាប់ដំរីសភ្លុកខៀវឲ្យបាន កាលណាផ្លេចទេធ្វើមិនចឹងទេទូព្រះបង្គំសូមការអាញាពីព្រះអង្គទៅរៀបចំសពួនទ័ពដើម្បីដង្ហែដង្ហោព្រះអង្គចូលទៅក្នុងព្រៃក្រាបទូល ល្អណាស់ទៅរៀបចំឲ្យយើងផង អ្នកមិនផ្លេចទេ នេះស្នាទៅជាមួយលោកមហាប្រាជ្ញទៅ ព្រះស្វាមីខ្ញុំមិនចាំមិននឹកស្មានថាពេលវេលាដ៏ល្អបែបនេះមានដំរីក៏ចូលមកចង់ពេលដែលបុណ្យរបស់យើងចិត្តប្រសូតណាស់ក្រាបទូល កូនយើងច្បាស់ជាអ្នកមានបុណ្យមិនខានហើយដែលកើតមកលៀមត្រូវមានដំរីចូលមកដល់ក្នុងដែនដីនគររបស់យើងព្រានអស័យនឹងបានសេចក្តីសុខរហូតតទៅពេលដែលកូនយើងគេត្រូវកើតមកដែរណាអូនណា ជាការបញ្ញាផងម្ចាស់អូនរីករាយក្រៃដោយបានកូនបុណ្យបារមីព្រះស្វាមីឥឡូវនេះក៏មានដំរីសដល់ត្រជាក់ត្រជុំចូលមកដល់ទៀតអូននឹកស្រណោះគ្រាដែលអូនបានជួបនឹងម្ចាស់បងនៅគ្រាកន្លងនៅក្នុងព្រៃណាក្រាបទូល រឿងទាំងអស់នោះគឺដកជាប់នៅក្នុងបេះដូងបងជានិច្ចហើយមកអូន ព្រះម្ចាស់ បងនឹងប្រកល់កិច្ចការទាំងអស់ឲ្យអូនជាអ្នកថែរក្សាសុផទានាងជាស្រីទេពកេណរីនៅឯឋានកៃឡាសត្រូវឃ្លាតឆ្ងាយអំពីព្រះចេថាមកឥឡូវនេះបងមិនបាននៅនៅនិតក្បែរនឹងនាងមានតែអូនហើយដែលថែរក្សាជំនួសបងណាអូនណា ព្រះបងព្រះស្វាមីព្រះទាំងអស់នេះសូមព្រះអង្គគុំខ្វល់ខ្វាយក្នុងប្រតិយ័យទឹកចិត្តលោកព្រះម្ចាស់ចាស់ណាក្រាបទូល សូមអូនទៅរៀបចំព្រះដំណាក់ឲ្យសុផទាផងទៅ ម្ចាស់បងខ្ញុំម្ចាស់តែរៀបចំដំណាក់ឲ្យម្ចាស់បងហើយណាក្រាបទូលបងអរគុណណាស់អរគុណពេលវេលាដែលអូនមកថែបងជានិច្ចណាព្រះបងខ្ញុំម្ចាស់មកជួយទេម្ចាស់ឲ្យខ្ញុំទេហើយ សុផទាដួងចិត្តបងអើយ ព្រះបងម្ចាស់ នៅក្នុងរដូវនេះអាកាសធាតុត្រជាក់ណាស់បងតែងតែនៅថ្នាក់ថ្នមបបោអង្អែលដល់រូបនួននាងឥឡូវបងឃ្លាតឆ្ងាយហើយសូមអូនថែប្រកាយឲ្យបានល្អដូចជាថែកូនរបស់យើងនៅក្នុងផ្ទៃអូនណាអូនណា ព្រះបងព្រះស្វាមី បងងារពុំងារទៅឆ្ងាយវាកែវឆោមឆាយបណ្ដោស្នេហារៀមលៀងកនិកា
ញប្រាក់ងាដំមារីដើម្បីរត់អូនណាអូនតាមពាក្យងាបៃតាតែទូលប្រាប់ចាប់ចងយកជ័យអំរីមង្គលដល់សុខសេមសានណា អូនជូនបងដល់ព្រះងាស្វាមីសូមបានចុះជ័យដោយក្តីប្រាថ្នាមកអើយដោយក្តីប្រាថ្នា អូនត្រូវតែចាប់ដើម្បីឲ្យបានឲ្យទាន់ពេលវេលាដែលខ្លួនយើងកាត់មក អមរីដែលមានរដ្ឋាជាស្នាចូលដែនសីមាច្បាំងជាល្អប្របីសត្វថ្លៃដល់ទេអូនបាត់រីករាយ រងមានខ្លែងផងបាន ដីសបាយរីគឺមានប្រកាសតែក៏បងមិនទាន់រំពឹងថាតើនឹងអាចទៅតាមរកវាឃើញនឹងចាប់បានមុខមុនគេឬយ៉ាងណាបិទអីនគរដតីក៏គេប្រាថ្នាដែរបើកាលណាបានដំរីសនោះនគររបស់គេគឺនឹងបានត្រជាក់ត្រជុំដូចគ្នាតែយើងមិនដែលបានជួបដំរីសភ្លុកខៀវទេណាអូនណា ព្រះបងម្ចាស់ចឹងហើយតែបងអូនបងសួងដល់ទេវតាអញប្រុសសូមជួយឲ្យស្វាមីរបស់អូនតែតែដំរីសភ្លុកខៀវនោះឲ្យបានហើយត្រង់ត្រូវតែបញ្ញាប់ត្រឡប់មកវិញឲ្យទាន់ពេលវេលាបុត្ររបស់យើងប្រសូនណាក្រាបទូល មិនអីទេបងនឹងទៅចាប់ឲ្យបានហើយនឹងស្រោតត្រឡប់មកវិញហើយអូនឯងនឹងខែប្រកាយផងរដូវនេះត្រជាក់ណាស់ប្រយ័ត្នចំពោះសុខភាពជាពិសេសណែកុំឲ្យមានជំងឺផ្ដាសាយអីណាអូនណា ព្រះបងមិនអីទេតែអូនកំពុងតែឈឺហើយ មិនអីទេណែអូនយើងកុំទៅបងទៅកន្លែងលោកប្តីសិនណាអូនណា